ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានបង្ហាញពីទីខ្លះក្នុងការលាយដីដើម្បីដាំអូនតាពីកពើខ្ញុំបានយកដី3ធុងពេត្រូដីពន្លេឬក៏ដីបកអំភ្លើអង្កាមខ្ជុងអង្កាមលីម៉ូកូស្ងួតខ្សាច់បោកចំពោះខ្សាច់បោកដាក់ក៏បានមិនបាច់ដាក់ក៏បានចំពោះលីមួកមន់ឬលីមួកគោត្រូវតែទាលីមួកដែលខ្លាយជាកំប៉ុស្តហើយយើងមិនអាចយកលីមួកដែលថ្មីឬស្រស់យកមកលាយបានទេរួចបងប្អូនច្របល់ចូលគ្នាឲ្យសព្វចំពោះពុកម៉ែបងប្អូនដែលគាត់យកដើមច្រើនវាករណីទៅតាមពងពេត្រូនិងចោះបាទចំពោះការរៀបចំផើងជ័រឬក៏ផើងថ្មយើងត្រូវទ្រាប់បាតវាសិនដើម្បីកុំឲ្យវាហូរដីច្រោះលឿនពេកពុកម៉ែបងប្អូនវត្ថុដែលទ្រាប់បាតយើងអាចប្រើបានដូចជាកំផ្លោកស្កាអំពៅតកៃដូមកំទេចឈើដែលបុកទឹកឈើដែលងាប់យើងអាចប្រើមួយណាក៏បានតែតំបន់ពុកម៉ែបងប្អូនមានពេលដែលយើងទ្រាប់បាតរួចហើយយើងចាប់ផ្ដើមដាក់ដីឲ្យរាងកាច់ផើងបន្តិចបើសិនជាផើងជ័រយើងអាចលើកអុកឲ្យដីវាហាប់បន្តិចប៉ុន្តែបើសិនជាផើងថ្មវិញយើងមិនអាចលើកអុកវាបានទេរួចយើងចាប់ផ្ដើមស្រោចទឹកបញ្ជាចំពោះការស្រោចទឹកយើងត្រូវចាំរហូតដល់ដីរាងស្ងួតបន្តិចតំយើងយកឈើមួយដែលមកចោះរុនចំបណ្ដាដីរួចចាប់ផ្ដើមដាំកូនប្រទាលពីការត្រាច់ដល់ពេលដែលបងប្អូនដាក់ដាំកូនប្រទាលយើងមិនត្រូវកាន់សង្កត់វាខ្លាំងពេកទេព្រោះអាចធ្វើឲ្យដើមវាខ្ទាំជាប់បានយើងគ្រាន់តែដាក់វាចូលទៅក្នុងរុនដែលយើងចោះហើយសង្កត់ដីដែលនៅជុំវិញកូនប្រទាលជាការស្រេចនៅពេលដែលបងពុកម៉ែបងប្អូនដាំរួចហើយយើងត្រូវដាក់វានៅក្រោមរំត្បៃសំណាញ់ដើម្បីការពារកម្ដៅថ្ងៃកុំឲ្យក្តៅខ្លាំងពេកព្រោះដំណាំប្រទាលកន្ទុយក្រពើមិនត្រូវការមកលុកពេកឬក្តៅខ្លាំងពេកទេក្រោយដាំរួចពី3ថ្ងៃក្រោយមកយើងត្រូវអង្កេតមើលថាបើមានធាងណារលួយយើងគ្រាន់តែកាត់ធាងដែលរលួយចេញទៅបានហើយបើពុកម៉ែបងប្អូនយល់ថាវីដេអូមួយនេះមានអត្ថប្រយោជន៍សូមពុកម៉ែបងប្អូនជួយ Subscribe និងចុចរូបកណ្ដឹងដើម្បីចែករំលែកវីដេអូមួយនេះឲ្យដល់ពុកម៉ែបងប្អូនដទៃទៀតក៏ដូចជាផ្ដល់កម្លាំងចិត្តឲ្យខ្ញុំបានមានកម្លាំងផលិតវីដេអូលើក្រោយទៀតផងបាទជាចុងក្រោយសូមជូនពរពុកម៉ែបងប្អូនឲ្យមានសុខភាពល្អគ្រប់គ្នាសូមអរគុណសូមជម្រាបលា